សូមស្វាគមន៍មកកាន់កម្មវិធីជួបព្រះយេស៊ូវរាល់ថ្ងៃអត្ថបទថ្ងៃនេះគឺអ្វីមួយដែលអ្នកមិនអាចខកខានបានមិនមានរឿងច្រើនទេនៅក្នុងសៀវភៅដំណឹងល្អដែលព្រះអម្ចាស់យេស៊ូវរបស់យើងចាត់ទុកថាជាសេចក្តីត្រូវការខានមិនបានប៉ុន្តែនៅពេលដែលម៉ារីបានជ្រើសរើសអង្គុយក្បែរព្រះបាទទារបស់ព្រះអង្គហើយស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គទ្រង់មានបន្ទូលយ៉ាងច្បាស់ថាតែមានសេចក្តីតែមួយយ៉ាងទេដែលត្រូវការបំផុតហើយម៉ារីបានរើសយកចំណែកដ៏ល្អនោះដែលគ្មានអ្នកណានឹងដកយកពីនាងបានឡើយលូកាចំពុក10ខ42ប្រសិនបើព្រះយេស៊ូវផ្ទាល់មានព្រះបន្ទូលមកកាន់អ្នកថាមានរឿងតែមួយគត់ដែលសំខាន់បំផុតគឺតែមួយគត់ហើយវាមិនត្រឹមតែជាការចាំបាច់ប៉ុណ្ណោះទេប៉ុន្តែវាជាការដ៏ល្អបំផុតទៀតផងហើយយើងចង់ឲ្យអ្នកជ្រើសរើសយកវាតើអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេចតើអ្នកនឹងឆ្លើយថាព្រះម្ចាស់អើយទូបង្គំរវល់ណាស់ចុះការងាររបស់ទូបង្គំវិញកូនទូបង្គំត្រូវការទូបង្គំមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើឬមួយក៏អ្នកនឹងអាចរាល់កិច្ចការទាំងអស់រួចនិយាយថាព្រះម្ចាស់អើយគ្មានអ្វីសំខាន់ជាងការនៅជាមួយទ្រង់នោះឡើយបងប្អូនអើយខ្ញុំយល់ពីសម្ពាធដែលអ្នកកំពុងប្រឈមមុខខ្ញុំដឹងថាជារឿយវាហាក់ដូចជាយើងត្រូវបានទាញទៅរកទិសដៅរាប់រយមុនពេលដែលជើងរបស់យើងប៉ះដីនៅពេលព្រឹកទៅទៀតប៉ុន្តែយើងមានទំនួលខុសត្រូវត្រឹមត្រូវតាមច្បាប់ប៉ុន្តែដូចដែលព្រះយេស៊ូវបានចង្អុលបង្ហាញទៅកាន់នាងម៉ាថាដោយសេចក្តីស្រឡាញ់ថារឿងទាំងនោះជួនកាលអាចធ្វើឲ្យយើងខ្វាក់ភ្នែកមិនឲ្យមើលឃើញអ្វីដែលសំខាន់ពិតប្រាកដខ្ញុំជឿថានោះហើយជាមូលហេតុដែលព្រះវិញ្ញាណបរិសុទ្ធបានកត់ត្រានៅព័ត៌មានលម្អិតនៃជំនួបជាមួយព្រះយេស៊ូវនោះព្រោះវាជាការអញ្ជើញដែលព្រះម្ចាស់កំពុងផ្ដល់មកកាន់យើងសូម្បីតែនៅថ្ងៃនេះទោះបីជាវាត្រូវបានសរសេររាប់រយឆ្នាំមុនក៏ដោយក៏ភាពខុសគ្នារវាងម៉ារីនិងម៉ាថានៅតែឆ្លុះបញ្ចាំងយ៉ាងច្បាស់មកពីល្បឿនសម្ពាធនិងអត្ថភាពដែលយើងកំពុងជួបប្រទះជារៀងរាល់ថ្ងៃមិនមែនថាម៉ារីមិនខ្វល់ពីផ្ទះសម្បែងឬភ្ញៀវនោះទេនាងគ្រាន់តែដឹងថាមានអ្វីដែលអស្ចារ្យជាងនេះកំពុងកើតឡើងស្ដេចលើអស់ទាំងស្ដេចកំពុងគង់នៅក្នុងបន្ទប់ទទួលភ្ញៀវរបស់នាងហើយនាងនឹងមិនព្រមខកខានឡើយសូមឲ្យខ្ញុំនិយាយរឿងនេះឲ្យច្បាស់ប្រសិនបើយើងខកខានរឿងមួយនេះយើងនឹងខកខានអ្វីទាំងអស់ហើយសូមឲ្យខ្ញុំរំលឹកអ្នកថានៅពេលដែលព្រះម្ចាស់មានព្រះបន្ទូលថាអ្វីមួយជាសេចក្តីត្រូវការតើវាពិតជាត្រូវការសម្រាប់អ្នកណាវាមិនមែនសម្រាប់ព្រះអង្គនោះទេព្រះអង្គមិនខ្វះការយកចិត្តទុកដាក់ឬសេចក្តីស្រឡាញ់នោះទេព្រះអង្គគ្រប់គ្រាន់សម្រាប់អង្គទ្រង់រួចជាស្រេចហើយគឺត្រូវការសម្រាប់អ្នកត្រូវការសម្រាប់ខ្ញុំត្រូវការសម្រាប់ព្រលឹងសម្រាប់សន្តិភាពនិងសម្រាប់កម្លាំងរបស់យើងជួនកាលយើងគិតថាប្រសិនបើយើងមិនចំណាយពេលជាមួយព្រះអម្ចាស់នោះទ្រង់នឹងមានអារម្មណ៍ថាត្រូវបានគេបោះបង់ប៉ុន្តែការពិតគឺយើងគឺជាអ្នកដែលខាតបង់ចិត្តរបស់យើងនឹងប្រែជាស្ងួតគំនិតរបស់យើងនឹងប្រែជារញ៉េរញ៉ៃហើយរាងកាយរបស់យើងនឹងទុកនៅភាពតានតឹងដែលយើងមិនគួរទទួលសោះខ្ញុំនឹកឃើញដល់អ្វីដែលលោក George Mueller ធ្លាប់បាននិយាយលោកគឺជាបរិសុទ្ធដែលបានដើរយ៉ាងជិតស្និទ្ធជាមួយព្រះម្ចាស់ហើយលោកបានរៀបរាប់យ៉ាងដូចនេះថាកិច្ចការដំបូងដ៏ធំនិងចម្បងដែលខ្ញុំគួរធ្វើជារៀងរាល់ថ្ងៃគឺធ្វើឲ្យព្រលឹងរបស់ខ្ញុំមានសេចក្តីសុខក្នុងព្រះម្ចាស់អត្ថភាពដំបូងរបស់លោកមិនមែនជាការបម្រើព្រះម្ចាស់ទេប៉ុន្តែគឺជាការទទួលការចិញ្ចឹមការចាក់ឫសឲ្យជាប់និងការស្វែងរកសេចក្តីអំណរនៅក្នុងព្រះយេស៊ូវនោះហើយជាអ្វីដែលខ្ញុំប្រាថ្នាចង់ឲ្យអ្នកបានពិសោធន៍ផងដែរគឺថាជារៀងរាល់ថ្ងៃមុនពេលអ្នករែកពុននៅទំនួលខុសត្រូវរបស់អ្នកសូមឲ្យព្រះយេស៊ូវជាអ្នកបីត្រកងអ្នកវិញនោះគឺជាបេះដូងដែលស្ថិតនៅក្រោយកម្មវិធីជួបព្រះយេស៊ូវរាល់ថ្ងៃនេះមិនមែនដើម្បីបន្ថែមភារកិច្ចទៅក្នុងបញ្ជីការងាររបស់អ្នក
ទេប៉ុន្តែដើម្បីជួយអ្នកបង្កើតលំហសម្រាប់រឿងតែមួយគត់ដែលសំខាន់ពិតប្រាកដគឺព្រះអង្គទោះបីជាខ្ញុំមិនអាចជ្រើសរើសចំណែកដ៏ល្អជំនួសអ្នកបានប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបានគឺធ្វើឲ្យវាមានភាពងាយស្រួលបំផុតសម្រាប់អ្នកក្នុងការជ្រើសរើសយកវាដើម្បីបន្ថយល្បឿនដើម្បីអង្គុយក្បែរព្រះបាទទារបស់ព្រះអង្គហើយអនុញ្ញាតឲ្យព្រះបន្ទូលរបស់ព្រះអង្គលាងជម្រះនិងចិញ្ចឹមព្រលឹងរបស់អ្នកមានសេចក្តីតែមួយយ៉ាងគត់ដែលត្រូវការបំផុតជារៀងរាល់ថ្ងៃហើយនៅពេលដែលអ្នកជ្រើសរើសយកវានោះអ្នកបានជ្រើសរើសចំណែកដ៏ល្អហើយព្រះយេស៊ូវផ្ទាល់មានព្រះបន្ទូលថាវានឹងមិនត្រូវបានដកចេញពីអ្នកឡើយដូច្នេះនៅថ្ងៃនេះមុនពេលពិភពលោកទាញយកការចាប់អារម្មណ៍ពីអ្នកសូមថ្វាយការចាប់អារម្មណ៍នោះទៅកាន់ព្រះម្ចាស់យេស៊ូវរបស់យើងសូមជ្រើសរើសយកចំណែកដ៏ល្អហើយអនុញ្ញាតឲ្យព្រះអង្គបំពេញអ្នកដោយសេចក្តីអំណរសន្តិភាពនិងកម្លាំងដែលគ្មាននរណាម្នាក់ឬអ្វីមួយអាចដកយកបានឡើយ Hallelujah សូមអស់លោកអ្នកបងប្អូននៅតែសញ្ជឹងគិតពិចារណាអំពីការនឹកទៀតប្របាទរបស់ព្រះអង្គអង្គុយនៅក្បែរព្រះអង្គសូមស្ដាប់ប្រសូរសៀងរបស់ព្រះអង្គមានបន្ទូលមកកាន់